ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំនឹងមានវីដេអូខ្លីមួយដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាខ្ញុំជឿថាបងប្អូនខ្លះក៏គាត់បានដឹងហើយអ្នកខ្លះទៀតក៏អត់បានដឹងពីពាក្យកាត់មួយចំនួនដែលយើងតែងតែប្រើនៅក្នុងការផ្ដល់ថ្នាំខ្ញុំជឿថាបងប្អូនមួយចំនួនដែលគាត់ធ្វើការនៅក្នុងផ្នែកនៅក្នុងclinical field ប្រហែលជាគាត់បានដឹងច្បាស់ពីពាក្យកាត់ទាំងនេះអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់បានដឹងអាចមកមើលវីដេអូនេះឲ្យចប់ដើម្បីយើងអាចមានជាចំណេះដឹងខ្លះៗដើម្បីងាយស្រួលនៅក្នុងការធ្វើការផងដែរអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅរៀនទាំងអស់គ្នាតើតើនឹងពាក្យកាត់អញ្ចឹងយើងមកមើលពាក្យ QD មានន័យថា one time daily មួយថ្ងៃមួយដងពាក្យថា BID មានន័យថា twice a day មួយថ្ងៃពីរដងមានន័យយើងអាចឲ្យព្រឹកឬក៏ល្ងាច TID មានន័យថា three time a day មួយថ្ងៃ3ដងយើងអាចឲ្យព្រឹកថ្ងៃនិងល្ងាចផងដែរ QID មានន័យថា four time a day មួយថ្ងៃ4ដងយើងអាចឲ្យពេលថ្ងៃពេលព្រឹកថ្ងៃល្ងាចនិងពេលយប់ QOD មានន័យថា every another day យើងឲ្យមួយថ្ងៃខានមួយថ្ងៃ Q មានន័យថា every រៀងរាល់ពេល Q2 មានន័យថា every 2 hour រៀងរាល់2ម៉ោងម្ដង Q6 មានន័យថា every 6 hour រៀងរាល់6ម៉ោងម្ដងមានន័យដល់រៀងរាល់6ម៉ោងម្ដងគឺយើងនឹងផ្ដល់ថ្នាំឲ្យអ្នកជំងឺ Q12 អញ្ចឹង Q12 មានន័យថា every 12 hour មានថារៀងរាល់12ម៉ោងម្ដងមានថាយើងឲ្យថ្នាំហ្នឹងគឺរៀងរាល់12ម៉ោងម្ដងអាចជាថ្នាំចាក់ឬក៏ថ្នាំលេបអញ្ចឹងណាហើយ Q24 hour មានន័យថា every 24 hour ឲ្យរៀងរាល់24ម៉ោងម្ដងហើយ PRN មានន័យថា Asnit មានន័យថាប្រើនៅពេលដែលចាំបាច់ឧទាហរណ៍នៅពេលដែលគ្រូពេទ្យគាត់ទៅសេ order paracetamol គាត់ទៅសេ PRN អញ្ចឹងមានន័យថាឲ្យនៅពេលដែលចាំបាច់អាចពេលដែលក្តៅខ្លួនឬក៏ពេលដែលមានការឈឺចាប់អញ្ចឹងគាត់ទៅសេ para PRN អញ្ចឹងមានន័យថាឲ្យនៅពេលដែលចាំបាច់ពេលដែលត្រូវការ PO មានន័យថា for oral មានន័យថាតាមមាត់ថ្នាំហ្នឹងយើងអាចញ៉ាំតាមមាត់បានហើយ PR មានន័យថា for rectal តាមគូតអាចថ្នាំហ្នឹងជាប្រភេទថ្នាំសុលអញ្ចឹងណាហើយ IV មានន័យថា intravenous ចាក់តាមសរសៃហើយពាក្យថា SC subcutaneous មានន័យថាចាក់ក្រោមស្បែកហើយ ID intradermal មានន័យថាចាក់សើស្បែកហើយពាក្យថា IO មានន័យថា intraocular យើងចាក់បញ្ចូលទៅក្នុងឆ្អឹងហើយចុងក្រោយគឺ GTT មានន័យថា drop ជាដំណក់ហើយជាទូទៅយើងឃើញតែច្រើនឃើញនៅពេលដែលគ្រូពេទ្យគាត់ order serum មានន័យថាគាត់ទៅសេ20 GTT មានន័យថា20ដំណក់អញ្ចឹងណាអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចុងបញ្ចប់នៃវីដេអូហើយមុននឹងបញ្ចប់ខ្ញុំសូមបញ្ជាក់បន្តិចដែរទាក់ទងទៅនឹង Q ហើយនឹងយើងឃើញមានBID TID ជាទូទៅ QD BID TID QOD គេច្រើនតែប្រើទៅលើប្រភេទថ្នាំថ្នាំលេបថ្នាំដែលអាចញ៉ាំបានហើយជាទូទៅដូច Q មានន័យថា every មានន័យថាឧទាហរណ៍ Q12 ឬក៏ Q24 ឬក៏ Q6 ជាទូទៅគេច្រើនតែប្រើទៅលើប្រភេទថ្នាំចាក់អញ្ចឹងណាឧទាហរណ៍ដូច Cetri នៅគ្រូពេទ្យគាត់អត់សរសេរ Cetri ដូសប្រហែល1ក្រាមគាត់ឲ្យ IV ឬក៏គាត់សរសេរ Q24 hour ឬក៏ Q12 មានន័យថាគាត់ឲ្យមួយថ្ងៃ
2 ដងឲ្យ24 ម៉ោងម្ដងឬក៏12 ម៉ោងម្ដងអញ្ចឹងណាអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ